សរសេរអ្នកគ្នាហើយថ្ងៃនេះយើងមករៀនពីរបៀបបង្កើត page ទាំងអស់គ្នាអញ្ចឹងនៅក្នុងឆ្នាំ2025នេះយើងឃើញថា Facebook បាន update ច្រើនខ្លាំងមែនទែនអញ្ចឹងដើម្បីបង្កើត page បានយើងគ្រាន់តែចូលមកក្នុង account Facebook របស់យើងមកបន្តមកទៀតយើងចូលកន្លែងនេះកន្លែងពាក្យ page ហ្នឹងហើយយកពាក្យ create new profile or page បន្តមកទៀតយើងយកពាក្យ public page ហើយចុច next ហើយចុច get start អូខេអញ្ចឹងយើងនឹងលោតមកដល់ទំព័រមួយនេះវាដាក់ថា page name អញ្ចឹងយើងវាទាមទារឈ្មោះ page របស់យើងតែ page របស់យើងដាក់ឈ្មោះអីដែរឧទាហរណ៍ខ្ញុំដាក់ឈ្មោះខ្ញុំចុះអូខេស្មីបន្តមកទៀតកន្លែង category អញ្ចឹងកន្លែង category នេះតើ page របស់យើងនឹងបង្កើតហើយយើងចង់ផុសពី content អីគេអញ្ចឹងកន្លែងហ្នឹងយើងដាក់ឲ្យវាស៊ីនឹង content របស់យើងដែលត្រូវផុសឧទាហរណ៍ខ្ញុំត្រូវផុសវីដេអូអញ្ចឹងដាក់វីដេអូមកដាក់វីដេអូឬដាក់ movie អូខេវីដេអូ game ឬក៏វីដេអូអីអញ្ចឹងមកឧទាហរណ៍លក្ខណៈថាជារូបភាពផុសរូបភាពឬក៏វីដេអូដើរលេងអីអញ្ចឹងយើងអាចដាក់ photography វីដេអូអីអញ្ចឹងមកអូខេតមកទៀតយើងចុចពាក្យ create page អញ្ចឹងយើងចាំបន្តិចទៅតិចទៀតវា load បានហើយអូខេនេះគឺមានន័យថាយើងបង្កើតបានជោគជ័យហើយអញ្ចឹងបន្ទាប់ពីបង្កើតបានហើយយើងគ្រាន់តែត្រូវការបំពេញព័ត៌មានខ្លះៗមកវាទាមទារយើងបើយើងមាន website យើងដាក់មកនេះលេខទូរស័ព្ទបើយើងលេខទូរស័ព្ទយើងដាក់មកឧទាហរណ៍ថាយើងនៅខ្មែរដាក់ Cambodia មកដាក់លេខយើងមក97អីមែននេះទៅដាក់ឲ្យថាគ្រប់លេខទៅវាត្រូវហើយអូខេបន្តមកទៀត Gmail កន្លែង Gmail នេះយើងចង់ដាក់ក៏បានចង់អត់ក៏បានដែរតែបើបង្កើតឲ្យវាមានសង្ដាហ្មងយើងគួរតែដាក់អូខេមួយទៀត location អូខេកន្លែងហ្នឹងយើងត្រូវការដាក់ក៏បានអត់ក៏បានឧទាហរណ៍ថាយើងបង្កើត page ហ្នឹងសម្រាប់លក់អីវ៉ាន់អីចឹងទៅអញ្ចឹង page របស់យើងត្រូវតែមានទីតាំងច្បាស់លាស់ឧទាហរណ៍ថានៅកពតនៅពេញនៅកំពង់សោមអីចឹងយើងដាក់មកអញ្ចឹងខ្ញុំអត់ដាក់ទេនេះគ្រាន់តែឧទាហរណ៍បន្តមកទៀតកន្លែង hours កន្លែងម៉ោងអញ្ចឹងបើសិនជា page យើងជាប្រភេទហាងឬក៏ភេទអីតែហាងយើងបើកម៉ោងប៉ុន្មានឬក៏ហាងខ្លះបើក24ម៉ោងអីចឹងគឺយើងអាចដាក់កន្លែងហ្នឹងបាននេះ always open អញ្ចឹងមិនថាបើក24ម៉ោងតែបើអត់ទេយើងឃើញកន្លែងឲ្យ open at select hours អញ្ចឹងយើងចុចកន្លែងហ្នឹងដើម្បីកំណត់ថា page របស់យើងហ្នឹងចាប់ផ្ដើមបើកទៅ reply chat គេពីម៉ោងណាទៅម៉ោងណាថ្ងៃច័ន្ទពីម៉ោងណាទៅម៉ោងណាហើយអង្គារពីម៉ោងណាទៅម៉ោងណាយើងអាចកំណត់បាននៅក្នុងហ្នឹងអូខេជានេះគ្រាន់តែឧទាហរណ៍ទេខ្ញុំអត់ដាក់ទេអញ្ចឹងវាមានតែប៉ុណ្្នឹងយើងចុច next ទៅទៀតមកបន្តមកទៀតគេឲ្យយើង add profile ហើយនឹង cover អញ្ចឹងបើសិនជាយើងមានហើយយើងដាក់វាទៅចុចតែលើហ្នឹងទៅវាចូលទៅរូបភាពឲ្យយើងហើយអញ្ចឹងខ្ញុំអត់ទាន់ដាក់ទេពេកនេះអញ្ចឹងខ្ញុំចុច next ទៅទៀតកន្លែងនេះវាឲ្យយើងដាក់ជាមួយនឹង WhatsApp បើសិនយើងអត់ដាក់ទេបើយើងអត់មាន WhatsApp ទេយើងមិនដាក់ទេអញ្ចឹងយើង skip វាទៅហើយចុច next ទៅទៀតហើយ done អូខេអញ្ចឹងមានន័យថាយើងបាន page មួយហើយអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេអ្នកនរគ្នា